សូម្បីតែករណីខ្លះតាក់ទងជាមួយនឹងចំនួនរបស់ជនរងគ្រោះនយោបាយឬក៏យើងហៅថាអ្នកទោសមនសិការណាចាប់ពីថ្ងៃណាជាប់ប្រហែលឆ្នាំដោះលែងសល់ប្រហែលអីប្រហែលហ្នឹងណាក៏ទិន្នន័យមួយហ្នឹងណាដូចរាវមកជុលនៅក្នុងបាតសមុទ្រចឹងហេតុអីពីព្រោះយើងអត់មាន component យើងអត់មានក្រុមការងារទទួលបន្ទុកហើយកាលណាយើងនិយាយអំពីក្រុមការងារទទួលបន្ទុកដែលខ្ញុំចង់ឲ្យរដ្ឋាភិបាលនេះទេនេះមើលអំពីរឿងថាតើយើងធ្វើរបៀបណាយើងធ្វើរបៀបណាដើម្បីឲ្យមានអ្វីទាំងអស់ហ្នឹងណាហើយហេតុអីខ្ញុំយកករណីនេះមកលើកជាឧទាហរណ៍ពីព្រោះបាទខ្ញុំបានឆ្លងកាត់ហើយបើសិនជាខ្ញុំមិនយកអានេះមកនិយាយដើម្បីឲ្យថ្នាក់ដឹកនាំទាំងអស់គ្នានឹងយកមកពិចារណានិងធ្វើការចាត់ចែងឲ្យមានលក្ខណៈច្បាស់លាស់ហើយណាយើងនឹងរស់នៅក្នុងស្ថានភាពនៃភាពអន្តរការគឺងងឹតសុនឈឹងគ្មានចំណុចចាប់ផ្ដើមហើយក៏គ្មានទីបញ្ចប់ចឹងឯងចឹងណាគឺយើងនឹងធ្វើសកម្មភាពនយោបាយក្នុងទម្រង់រត់តាមព្រឹត្តិការណ៍ខ្ញុំនិយាយនៅទីនេះជាលក្ខណៈបច្ចេកទេសខ្ញុំគិតថារដ្ឋាភិបាលនេះទេត្រូវមើលឲ្យច្បាស់អំពីកិច្ចការរបស់ខ្លួនដែលជាកិច្ចការអាទិភាពខ្ញុំជឿថាคลิปមួយនេះអាចនឹងប៉ះពាល់អារម្មណ៍បងប្អូនច្រើនជាពិសេសបងប្អូនដែលនៅក្នុងរចនាសម្ព័ន្ធប្រតិបត្តិការហើយនឹងកំពុងតែដើរតាមគោលនយោបាយដែលខ្ញុំគិតថាគោលនយោបាយមួយនេះសំខាន់ប៉ុន្តែអ្វីដែលវាចាំបាច់ហ្នឹងត្រង់ថាបើសិនជាយើងមានគោលនយោបាយឬក៏ទិសដៅនយោបាយសំខាន់ហើយហ្នឹងណាយើងត្រូវតែមានផែនការជាក់លាក់ដើម្បីទទួលនៅអ្វីដែលយើងហៅថាកិច្ចការសំខាន់និងអាទិភាពហ្នឹងដើម្បីយកមកចាត់ចែងឬក៏អនុវត្តចឹងណាអញ្ចឹងបានខ្ញុំនិយាយនៅទីនេះអ្នកបច្ចេកទេសខ្ញុំជឿថាគាត់យល់ណាខ្ញុំជឿថាអ្នកបច្ចេកទេសគាត់យល់ពីព្រោះករណីខ្លះយើងប្រើប្រាស់ធនធានឬក៏យកធនធានមកដាក់កោចោលដែលមិនចាំបាច់ប្រើឬក៏ករណីខ្លះដែលយើងត្រូវប្រើធនធាននឹងហើយប៉ុន្តែយើងមិនរៀបចំវាឲ្យទៅជាប្រព័ន្ធក្នុងការប្រើប្រាស់ខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងថា component របស់យើងទាំង7 8ចឹងហើយខ្ញុំបានធ្លាប់និយាយហើយថារឿងដែលខ្លាំងរឿងដែលសំខាន់ណាបច្ចុប្បន្ននេះកម្លាំងរបស់យើងក្នុងការតស៊ូនៅក្នុងប្រទេសហើយនឹងក្រៅប្រទេសដូច្នេះបើសិនជាយើងនិយាយអំពីការតស៊ូដើម្បីរើបំរាស់ទាំងក្នុងនិងក្រៅប្រទេសវាត្រូវតែចែកទូនាទីនិងកិច្ចការគ្នាធ្វើអ្នកក្រៅប្រទេសណាมันអាចទៅធ្វើការអភិវឌ្ឍអ្នកក្រៅប្រទេសហ្នឹងมันអាចទៅធ្វើការព្យាបាលឬក៏มันអាចទៅកសាងជីវភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានទេកិច្ចការហ្នឹងបើសិនជាយើងនិយាយមែនទែនទៅណាកិច្ចការហ្នឹងណាមានតែគោលនយោបាយដែលតែងនៅក្នុងក្រដាសហ្នឹងបានហើយប៉ុន្តែយើងត្រូវការមនុស្សធ្វើកិច្ចការមួយចំនួនឧទាហរណ៍ថាតែខ្ញុំនិយាយហ្នឹងដូចជារិះគន់ខ្លាំងមែនទែនក៏ប៉ុន្តែខ្ញុំនិយាយទៅឧទាហរណ៍ថាកិច្ចការដែលយើងសំខាន់បច្ចុប្បន្ននេះធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលនៃប្រទេសយើងនេះខ្លាយទៅជាស្ថាប័ននយោបាយដែលអន្តរជាតិទទួលស្គាល់សំខាន់អានឹងគឺជាអាទិភាពទី1មិនមែនរឿងយើងត្រូវទៅរៀបចំសេដ្ឋកិច្ចហិរញ្ញវត្ថុជូនជាតិអីយ៉ាងណាមិនមែនទេរឿងទាំងអស់ហ្នឹងវានៅក្នុងគោលនយោបាយឯងប៉ុន្តែដំបូងនៅទីនេះធ្វើយ៉ាងណាឲ្យអន្តរជាតិទទួលស្គាល់ហើយនឹងផ្ដល់កិច្ចសហការឲ្យយើងនឹងមានលទ្ធភាពធ្វើសកម្មភាពនយោបាយនៅលើឆាកអន្តរជាតិដើម្បីរិញច្រានរបបក្រុងភ្នំពេញនឹងឲ្យដួលរលំឲ្យស្របទៅតាមអ្វីដែលជាគោលនយោបាយរបស់អន្តរជាតិដែលបច្ចុប្បន្ននេះសហរដ្ឋអាមេរិកគេកំពុងតែលោកដៃចាប់យកកម្ពុជានឹងធ្វើជាគេហៅស្អីជាមូលដ្ឋានភូមិសាស្ត្រនយោបាយ